Bạn chụp cho mình nhầm video thay bắt đầu tí đấy mà dạngนี้ខ្ញុំខានចេញ video ក្នុង channel ខ្ញុំយូរហើយ video នេះគឺខ្ញុំធ្វើការបើកប្រអប់ទៅលើទូរស័ព្ទដៃរបស់ក្រុមហ៊ុន Tecno ដែលជា model Spark 30C សំទោស Spark 30 Pro ហើយ model នេះគឺមានរូបរាងស្អាតមែនតើជាប្រភេទរចនាបថមកជាប្រភេទ gaming អ្នកដែលចូលចិត្តលេង game អីហ្នឹងគឺត្រូវហើយម៉ាស៊ីនរបស់វាក៏ធំដែរម៉ាស៊ីនរបស់វាគឺទំហំផ្ទុក 256G អញ្ចឹងបងប្អូនដែលធ្វើការផ្ទុកទៅលើឯកសារច្រើនទៅលើ game ធំអីគឺត្រូវហើយគឺទំហំផ្ទុកគឺធំហើយតម្លៃរបស់វាគឺ$199សម្រាប់ RAM របស់វាខ្ញុំឆែក8G RAM របស់វាគឺ 8G ហើយវាមាន RAM ជំនួយមួយទៀតណា RAM ជំនួយរបស់វាចាំមើលខ្ញុំទៅទៀតដល់ពេលដែលខ្ញុំចង់វីដេអូខ្ញុំបើកឆែកមើលផ្ទាល់អញ្ចឹងនេះគឺជាវីដេអូបើកប្រអប់សូម្បីតែប្រអប់វាក៏វាធ្វើការ design មករបៀបគុណភាពគឺស្អាតមែនតើក្នុងប្រអប់ដោយតែអ្នកទាំងអស់គ្នាឃើញហ្នឹងគឺមានតែខេសខ្លាសភៅណែនាំមកចូលចាក់ SIM ហើយយើងបើកមកដំបូងនេះយើងឃើញមានអ្នកទូរស័ព្ទដៃមួយគ្រឿងនេះជាពណ៌វាពណ៌នេះគឺស្អាតមែនតើសម្រាប់ខ្ញុំហើយខ្ញុំកាន់ទៅគឺវាទម្ងន់របស់វាគឺស្រាលវាអត់សូវធ្ងន់ទេណាហើយថ្មរបស់វាក៏មានថ្ម 5000 មិលីអាំពែដែរទំហំផ្ទុកនេះខាងខ្នងមិញហ្នឹងអ្នកទាំងអស់គ្នាឃើញហើយវាមានទំហំផ្ទុក 256G ហើយ memory RAM សំទោស RAM គឺ 8G ហើយ memory 256G អញ្ចឹងនេះកន្លែងនេះគឺអ្នកទាំងអស់គ្នាទិញទៅបើសិនជាទិញទៅប្រអប់ថ្មីហ្មងនៅខាងក្រោមមានស្កុតមួយតែងចេញមកគឺក្នុងហ្នឹងមានឆ្នាំងសាកហើយនេះបានធានាវាគឺ13ខែហើយដុំសាករបស់វាគឺធំមែនតើតែខ្ញុំភ្លេចពិនិត្យមើលខ្ញុំភ្លេចឆែកមើលថាប្រហែលវ៉ាតដុំហ្នឹងតែគាត់ថាដុំសាកនេះគឺធំអញ្ចឹងល្បឿនសាករបស់វាក៏លឿនដែរអញ្ចឹងខ្ញុំវីដេអូនេះក៏ខ្ញុំមិនមែន review ទេដែរគាត់ថាខ្ញុំបើកប្រអប់ជូនអ្នកទាំងអស់គ្នាមើលពីរូបរាងហើយកន្លែងខ្ញុំមានលក់ទូរស័ព្ទដៃរបស់ក្រុមហ៊ុន Tecno ឬមួយក៏ក្រុមហ៊ុនផ្សេងគឺមានគ្រប់ model ទាំងអស់ហើយចំពោះ model Tecno នេះគឺខ្ញុំទទួលបានមកមួយរយៈហើយដោយសារវាចេញមួយរយៈហើយតែខ្ញុំរវល់ខ្ញុំមួយរយៈហ្នឹងដូចអ្នកទាំងអស់គ្នាឃើញអញ្ចឹងខ្ញុំអត់ដែលបានចេញវីដេអូទេនេះមាន RAM ជំនួយ 5G ទៀតហើយកម្រិតបង្ហាញវានៅ18 20ម៉ែនេះមិញនៅកន្លែងម៉ាស៊ីនណាអញ្ចឹងអ្នកទាំងអស់គ្នាអាចឆែកមើលបានកន្លែងហ្នឹងហើយសម្រាប់តម្លៃ$199មានថែម power bank ហើយទម្ងន់ខ្ញុំកាន់គឺស្រាលអត់ធ្ងន់ទេហើយរូបរាងរបស់វាបើអ្នកទាំងអស់គ្នាបានចាប់កាន់តពិតជាស្អាតមែនទេអញ្ចឹងវីដេអូហ្នឹងខ្ញុំមានតែប៉ុណ្្នឹងទេហើយអធិស្ឋានផងខ្ញុំធ្វើវីដេអូនេះឡើងមិនមែន review ទេគឺគ្រាន់តែបើកប្រអប់មើលរូបរាងជូនអ្នកទាំងអស់គ្នាតែប៉ុណ្្នឹងឯងអញ្ចឹងអរគុណអ្នកទាំងអស់គ្នាជួបខ្ញុំនៅវីដេអូក្រោយៗទៀតបើមាន model ថ្មីខ្ញុំថតជូនអ្នកទាំងអស់គ្នា